បាទសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះអ្នកនរគ្នានឹងបានរៀនពី verb am is ហើយនឹង are ខ្ញុំជឿជាក់ថាភាគច្រើនអ្នកដែលរៀនអង់គ្លេសប្រហែលជាអាចនឹងចេះក្នុងការប្រើប្រាស់ am is are ឥឡូវយើងកុំឲ្យហាក់ខាតពេលយើងទៅមើលទាំងអស់គ្នាam នេះគឺ is always used with I អញ្ចឹងនៅពេលដែលយើងប្រើ am subject របស់វាគឺតែងតែប្រើជាមួយនឹង I ជារៀងរហូត example I am a teacher អូខេអញ្ចឹងនេះ I am a teacher អញ្ចឹងគឺ I ហ្នឹងគឺប្រើជាមួយនឹង am រហូត I am a teacher I am អីអញ្ចឹងទៅគឺប្រើជាមួយនឹង I ទាំងអស់នៅពេលដែលយើងប្រើ am គឺប្រើជាមួយនឹង I នឹងឯងអូខេទី2គឺ is used with third person singular subjects ឬក៏ he she it ជា subject pronoun អញ្ចឹង is គឺយើងប្រើជាមួយនឹងបរិះទី3ឯកវចនៈប្រធានបរិះទី3ឯកវចនៈអញ្ចឹងធ្វើម៉េចយើងដឹងថាវាជាបរិះទី3ឯកវចនៈគឺយើងត្រូវដឹងថានៅពេលបើសិនជាយើងជំនួសពាក្យនោះបាទជំនួសប្រធាននោះដោយ subject pronoun តើវា he she ឬក៏ it បើសិនយើងជំនួសទៅវាយើងប្រើ he ឬក៏ she ឬក៏ it គឺវាជា third person singular subject អញ្ចឹង he she it គេប្រើជាមួយនឹង is អញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចជាអី Mike is a doctor he is tall អញ្ចឹង Mike បើយើងជំនួសទៅជំនួសដល់ពាក្យ he អញ្ចឹងអាហ្នឹងគេឲ្យឈ្មោះថា third person singular subject អញ្ចឹង Mike is a doctor he is tall អញ្ចឹង he ប្រើមួយ is Mike ក៏ប្រើមួយ is ដែរនិយាយទៅឈ្មោះទីកន្លែងឈ្មោះមនុស្សឈ្មោះអីហ្នឹងកាលណាមួយទេគឺយើងប្រើជាមួយនឹង is មួយទៀត Bella is a nurse អញ្ចឹង Bella ក៏ឈ្មោះមនុស្សម្នាក់ដែរអញ្ចឹងជា third person singular subject ដែរប្រើមួយ is ហើយ she is so cute អញ្ចឹង she យើងប្រើជាមួយនឹង is ដែរបាទងាយស្រួលទេដល់ពេល are is used with plural subjects អញ្ចឹង are យើងប្រើជាមួយនឹងប្រធានដែលជាពហុវចនៈបាទជាពហុវចនៈឧទាហរណ៍ Ben and Mark អញ្ចឹងអានេះជាបរិះទី3អានេះក៏ជាបរិះទី3ដែរប៉ុន្តែដោយសារវាជា plural អញ្ចឹងយើងប្រើជាមួយនឹង are អញ្ចឹង Ben and Mark are my friends we គឺយើងប្រើជាមួយនឹង we you they ជា subject pronoun គឺ we are at the top of the hill គេ they ក៏ប្រើមួយ are ដែរ they are at school គេអញ្ចឹង the past form of am and is អតីតកាលរបស់វាគឺ was ហើយអតីតកាលរបស់ are គឺ were បាទនេះខ្ញុំជឿជាក់ថាអ្នកនរគ្នាប្រកាសជាស្គាល់ហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណ